ការងារអភិរក្សមិនមែនកើតឡើងដោយស្វ័យប្រវត្តិនោះទេវាត្រូវការកម្លាំងជំរុញពីមនុស្សពីអ្នកវិទ្យាសាស្ត្រដែលចោទជាសំណួរពិបាកពីជនជាតិដើមភាគតិចជាអ្នកការពារដីធ្លីនិងប្រភពទឹកដែលពួកគាត់បានថែរក្សាជាច្រើនជំនាន់មកហើយពីសហគមន៍ដែលមិនស៊ាំខ្លួនបង្កើតអ្វីដែលថ្មីនិងដឹកនាំឲ្យមានការផ្លាស់ប្ដូរនិងពីយើងទាំងអស់គ្នាដែលមានបេះដូងនិងឆន្ទៈដូចគ្នាក្នុងការរួមការពារនិងអភិរក្សធម្មជាតិដ៏មានតម្លៃរបស់យើងនៅអង្គការអភិរក្សអន្តរជាតិរាល់ដំណោះស្រាយទាំងអស់គឺផ្អែកលើវិទ្យាសាស្ត្រប៉ុន្តែគឺមានតែមនុស្សប៉ុណ្ណោះដែលជាអ្នកយកវាទៅអនុវត្តរាល់សមិទ្ធផលទាំងអស់ត្រូវបានកសាងឡើងផ្អែកលើទំនាក់ទំនងទំនុកចិត្តនិងបទពិសោធន៍ជាក់ស្ដែងការងារទាំងនេះធ្វើឡើងក្នុងគោលបំណងបង្កើតអនាគតដ៏សម្បូរបែបមួយដែលធម្មជាតិមានភាពធន់សហគមន៍មានភាពរីកចម្រើនហើយមនុស្សជាតិនិងភពផែនដីគាំពៀគ្នាទៅវិញទៅមកឥឡូវនេះគឺជាឱកាសរបស់យើងក្នុងការកំណត់ឡើងវិញនូវក្បួននិងដំណោះស្រាយសម្រាប់ក្តីសង្ឃឹមហើយផ្ដោតលើអ្វីដែលមនុស្សអាចធ្វើទៅរួចនេះគឺជាការអភិរក្សដែលជំរុញដោយមនុស្សនេះគឺអង្គការអភិរក្សអន្តរជាតិ